វិសង្គ្រោះទី3ថែរក្សាចិត្តរបស់ខ្លួនយើងជាស្វាមីឲ្យស្មោះត្រង់នឹងភរិយាកុំឲ្យថ្ងៃមុខទៅបែកបាក់ងាករេចិត្តរបស់យើងទៅលើនារីណាដទៃក្រៅអំពីប្រវេណីរបស់យើងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាប្តីមួយប្រពន្ធមួយជាប្រវេណីរបស់សត្វលោកតែបើមានពីរឡើងទៅតើអើយអបាយមុខហើយប្តីខ្ញុំកំពុងស្វែងរកគ្រឿងវិន័យយកមកដាក់ក្នុងគ្រួសារហ្នឹងពោឲ្យកើតចង្រៃអពមង្គលហើយបុរាណដូនតាខ្មែរលោកអ្នកប្រាជ្ញបណ្ឌិតដូនតាយើងលោកពោលថាមិននៅអត់តំបៅទៅហៅជំងឺគ្រួសារយើងពីរនាក់អត់មានតំបៅសោះទៅហៅជំងឺតំបៅមិនឈឺយកឈើចាក់អាតំបៅអត់ឈឺសោះទៅយកឈើមកចាក់ភ្នែកមិនខ្វាក់យកដៃលូបបុរាណនោះថាអញ្ចឹងសឹកបង្កើតរឿងអាក្រក់ខ្លួនឯងទាំងហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់សំភើភាកក្តីភាពស្មោះត្រង់នឹងភរិយាអស់មួយជីវិតហើយលោកហាមទៀតនោះថាកុំឲ្យយើងនឹងសម្លឹងមើលរូបនារីជុំវិញខ្លួនយើងយកចំណុចខ្លួនយើងឈរត្រង់ណាតំណឹងជាចំណុចសូន្យនៃផែនដីជុំវិញខ្លួនគឺមកផែនដីហ្នឹងហើយកុំឲ្យយើងមើលអាមចឹងតែលោកប្រាប់ទៀតចុះបើសិនជាមើលទៅហើយឃើញហ្នឹងបានមើលទៅឃើញតែឃើញហើយមិនលែងមាននារីណាដែលស្អាតល្អមានសោភ័ណភាពជាងភរិយាយើងមិនអត់ទេប្រកាសជាមានតែមានឲ្យចិត្តយើងបែកបាក់ងាករេហើយណាចិត្តនោះវាស្ទុះទៅកាន់នារីដទៃនេះព្រះសម្មាសម្ពុទ្ធលោកប្រាប់ទៀតថាបើបានជាមើលទៅហើយឃើញក៏បីមានបញ្ញាយកមកគិតថានារីនេះដូចជាកូនស្រីរបស់អញដូចជាប្អូនស្រីរបស់អញដូចជាម៉ែរបស់អញណាដូចជាម្ដាយធំម្ដាយមីងជីដូនរបស់អញឲ្យគិតថាអញ្ចឹងដល់យើងមានបញ្ញាការធីប្រៀបយល់ដូច្នេះចិត្តយើងស្ងប់ទៅវិញអត់កំរើកទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនឹងពួក